Hello, nè ngọc ni sắp bài nè ngọc ni ngày nay nên khi nó vào rộng nè ngọc ni mà mở lọc chơi bắt đầu po nơi ở bờ tây Australia để bờ tây đang nên khi mà nơi á hay nè ngọc ni đang nghe tha lời nó cứ ô thùng rồi đợt sạch chơi chung á mong bốn hay mưa nè mưa po sạch chơi dịp tới ôi sao mình tên mong bốn colorful khăng á nè ngọc ni đang nghe tha ơi không chịu rồi đợt tận buồn á nè ngọc ni đang nghe tha ô thùng á cứ perfect ហ្មងឬហើយស្អាតមែនតើហើយទី1អាកាសធាតុល្អមិនក្តៅពេកមិនត្រជាក់ពេកណានឹងខ្ញុំចូលចិត្តមែនតើដល់លក្ខណៈជ្រុះនេះគឺល្មមស្រួលជាក់ស្រួលចឹងនិយាយចឹងណាហើយក៏មិនល្ងាអត់មានភ្លៀងពេកបាច់ដូចខែ winter តែចូល winter គឺបងប្អូននៅគឺភ្លៀងតកក់ថ្ងៃហ្មងកក់ថ្ងៃពីជួនកាល2 3ថ្ងៃចុងក៏មានដែរពុះផឹកដល់យប់ដល់ផឹកគឺភ្លៀងចឹងហ្មងហើយសិច feeling like lazy ហ្មងខ្ជិលមែនតើដល់ពេលវាតិចពេកហើយប្រឡងនោះចង់ក្រោកហើយចង់គេងហ្មងដូចថាវាតិចខ្លាំងហើយវាភ្លៀងអាលឹមសិចហើយបើអូធំនេះវិញអ្នកនរគ្នាដឹងហ៎គឺកាសជាក់ស្រួលដូចថាมันល្មម perfect គ្រប់ព្រលឹមឡើង 3-4 អញ្ចឹងហើយមានបាត់ថ្ងៃទៀតហើយreally enjoy ហ្មងតែបើ summer វិញក្តៅពេកហើយបើ spring ស្អាតសម្រាប់នាងខ្ញុំ spring រដូវផ្ការីកគឺ perfect ស្អាតមែនតែប៉ុន្តែនាងខ្ញុំអត់ចូលចិត្តត្រង់អីហេតុអីបាននាងខ្ញុំគិតថាអូធំស្អាតទេខ្ញុំចូលចិត្តជាងគេបើ spring ស្អាតដែរបើប្រៀបធៀបជាមួយនឹងអូធំសឹងស្អាតជាងតែថាវាមានផ្ការីកស្គូស្គីមើលទៅ look beautiful ប៉ុន្តែខ្ញុំអត់ចូលចិត្តដោយសារខ្ញុំមាន hay fever ហ្នឹងដល់ពេលដែល spring គឺវាធ្វើទុកចំពោះខ្ញុំខ្លាំងអញ្ចឹងនាងខ្ញុំទៅណាក៏ពិបាកដែរជាពិសេសត្រូវខ្យល់ត្រូវអីអញ្ចឹងគឺភ្នែកចាប់ដើមអេះល្មមចំពោះគឺកដាស់នាងខ្ញុំត្រូវប្រើថ្នាំ allergy រហូត for whole spring ពេលខ្លះគ្រាន់តែចូលចាប់ដើមចូល summer ក៏ខ្ញុំនៅតែមានដែរតពេលចូលតែជាក់ហ្មងឬក៏ពេលរដូវហ្នឹងគឺ perfect សម្រាប់ខ្ញុំគឺអត់មានកដាស់អត់មានអីធ្វើទុកចំហអីទេគឺខ្ញុំចូលចិត្តហ្មងហើយខ្ញុំខ្លាចជាងគេគឺ spring ហ្នឹងឯងបងប្អូនមករដូវទាំងអស់ខ្ញុំខ្លាច spring ជាងគេខ្ញុំចេញទៅក្រៅខ្ញុំត្រូវពាក់ម៉ាស់ពាក់វ៉ែនតារហូតជាប្រចាំដើម្បីអីការពីខ្យល់ការពីលំអងផ្កាទលីដែរវានៅតាមអាំអងផ្កាហ្នឹងគឺវាធ្វើទុកចំហហើយនឹងស្នេហ៍បងប្អូនហើយអ្នកដែលនៅនេះមិននៅអូស្ត្រាលីភិកច្រើនគាត់ដឹងតែទទួលបានចូលខែល្ងាតែចូល hay fever នឹងនៅក្នុងខ្លួនជាប្រចាំ everyone have to have it ហើយកដាស់ sniff oh my god អូយបើថាអ្នកខ្លះវិញធ្វើទុកខ្លាំងណាហើមភ្នែកហើមអីក៏មានដែរហើយនិយាយទៅបើទៅពេលដុកទ័រប្រគ្រោះសុំថ្នាំអីហ្នឹងគឺគេឲ្យយើងលេបថ្នាំ allergy ហ្នឹងទៅការពារព្រលឹមឡើងយើងលេបមួយទៅវាជួយទប់មហូរតែហើយអត់ឲ្យយើងកដាស់ហៀសបោហៀអីហ្នឹងណាហើយហៀសបោ hay fever ហ្នឹងមិនមែនឆ្លងទៅបុគ្គលម្នាក់ទៀតឆ្លង spreading to everyone no អត់ទេគឺវាចង់និយាយថាវានៅតែខ្លួនយើងឯងអ្នកណាក៏មានដែរអា hay fever ហ្នឹងអញ្ចឹងបាននេះខ្ញុំចូលចិត្តអូធំខ្ញុំអត់រើសយក spring ឯង spring ស្អាតមែនទៅមើល tulip ទៅមើលផ្ការីកអីហ្នឹងគឺស្អាតចូលចិត្តតែប៉ុន្តែពេលទៅហើយមកវិញហ្នឹងគឺត្រូវលេបថ្នាំត្រូវអេសភ្នែកត្រូវគ្រប់សពបែបយ៉ាងអញ្ចឹងអត់ហ៊ានទេខ្លាចខ្ញុំខ្លាចជាងគេអញ្ចឹងខ្ញុំចូលចិត្តជាងគេហ្នឹងគឺអូធំហ្នឹងហើយខ្ញុំចូលចិត្តស្លឹកពណ៌ហ្នឹងស្លឹកឈើពណ៌ហ្នឹងគឺវាស្អាតមែនតើបងប្អូនឃើញទេនៅក្រោយខ្នងនឹងខ្ញុំឃើញទេពណ៌វាគឺ oh my god so beautiful ហើយអាកាសធាតុវិញគឺល្មមហ្មងអត់បាច់ដូចថាយើងមិនបាច់ចាំពាក់ខោអាវក្រាស់ពេកក៏មិនស្ដាំទៅគ្រាន់អាវដែលលេងវិញប៉ុណ្ណឹងគឺល្មមហ្មងហ្នឹងគឺដឹកកូនមករៀនគូររូបដូច្នេះហើយក៏ថតជូនបងប្អូនមើលបន្តិចទៅហើយ Saturday weekend អត់មានអីទេបងប្អូនអើយមានតែប៉ុណ្្នឹងឯងហើយអ្នកនៅស្រុកនេះច័ន្ទដល់សុក្រខ្ញុំធ្វើការអញ្ចឹងទៅសៅរ៍អាទិត្យ break អញ្ចឹងទៅជូនកូនធ្វើ activity អីផ្សេងដូចជាហាលទឹកដូចជាគូររូបដូចជាទៅកន្លែងណាដែលគាត់ចង់ទៅ shopping សម្រាប់ whole week school ហើយមួយអាទិត្យនេះខ្ញុំទៅ shopping ម្ដងអញ្ចឹងទៅឬជួនកាល2អាទិត្យអីអញ្ចឹងទៅនៅស្រុកនេះអត់អាចទៅរាល់ថ្ងៃបានទេដោយសារអីយើងត្រូវតែធ្វើការព្រលឹមចេញព្រលឹមចូលអញ្ចឹងការងារយើងត្រូវមានជាប្រចាំអញ្ចឹងយើងអត់អាចទៅផ្សារដូចនៅស្រុកខ្មែររៀងរាល់ថ្ងៃអីអញ្ចឹងទេនៅនេះគឺមួយអាទិត្យតែម្ដងហើយស្អាតដែរបងប្អូនមើលណែជួយឲ្យបន្ទុកមើលបងប្អូនជួយចិត្តមួយណា have a good